ជម្រាបសួរប្រិយមិត្តបាទថ្ងៃនេះគឺមកបង្ហាញពីត្រង់អាប់របស់យើងដែលយើងទុករៀបចំនៅក្នុងការបង្កើតណាបាទចំនៅក្នុងការបង្កើតអញ្ចឹងគឺត្រង់យើងធ្វើបានមក8ត្រង់បាទ8អាងបាទ8តង់ហ្នឹងបាទហើយត្រង់មួយគឺយើងដាក់បកគោឫស្សីបាទបកគោឫស្សីហើយយើងដាក់បកគោឫស្សីទាំងអស់ហើយបកគោតូចទេមិនបកគោធំទេហើយសូមបញ្ជាក់ពុកម៉ែបងប្អូនដែរថាសម្រាប់តង់ឬក៏ទ្រុងដែលយើងដាក់នេះយើងអាចធ្វើពីតង់បែបនេះក៏បានពីអាងស៊ីម៉ង់ក៏បានណាបាទបានដូចគ្នាហើយចំពោះបូលគឺយើងដាក់តែស្បៃនេះទេណាបាទគឺយើងមិនចាំបាច់ដាក់នៅស័ង្កសីឬក៏ស្បូវអីទេតែបើសិនជាយើងមានរោងយើងចង់ដាក់ចិញ្ចឹមណាហើយយើងមានរោងអញ្ចឹងបើថាមានកស័ង្កសីហើយឬក៏មានស្បូវហើយក៏យើងដាក់នឹងទៅមិនចាំរុះចោលហើយមកដាក់ស្បៃនេះវិញទេបាទអញ្ចឹងប្រិមិត្តបានឃើញហើយគឺស្បៃរបស់យើងគឺយើងប្រក់កម្ដៅគឺយើងកាត់បន្ថយត្រឹមតែ 50% បានហើយណាបាទវាមិនត្រូវការនៅមិនលុបខ្លាំងពេកទេណាបាទមិនលុបខ្លាំងពេកទេហើយក៏មិនត្រូវការក្តៅខ្លាំងដែរអញ្ចឹងយើងដាក់តែស្បៃនេះគឺ 50% នេះគឺបានហើយណាបាទគឺបានហើយអញ្ចឹងត្រង់ទាំងអស់គឺយើងធ្វើពីបង្គោលឫស្សីហើយយើងមានចង្អុលទឹកមួយបាទយើងមានចង្អុលក៏បានឬក៏យើងធ្វើជាចម្រៀលបន្តិចហ្នឹងឲ្យវាធ្លាក់មកខាងក៏បានដែរណាដើម្បីឲ្យងាយស្រួលនៅក្នុងការបង្ហូរទឹកបាទហើយបើសិនមួយទៀតបើសិនតែយើងធ្វើទៅវាបានអាងហ្នឹងវាអត់មានចម្រៀលឬក៏អត់មានចម្រៀលចឹងយើងអាចធ្វើជាចង្អុលដើម្បីឲ្យវាហូរទៅខាងណាខាងឆ្វេងខាងស្ដាំអីចឹងណាតាមការចង់បានរបស់យើងទៅតែបើសិនតែយើងមានកំណត់ថាធ្វើចឹងទៅទុកយកម៉ូទ័រណាម៉ូទ័រតូចចុះអីណាបូមអាហ្នឹងគឺវាយូរវាខាត់ពេលហើយវាហូរអត់អស់ទេនៅក្នុងការសម្អាតអាងគឺយើងត្រូវទី1គឺយើងត្រូវបង្ហូរទឹកនេះចេញឲ្យអស់បើសិនឧទាហរណ៍ថាក្នុងនេះមានកូនកង្កែបឬក៏កង្កែបសាច់អីណាគូកអុកអីណាអញ្ចឹងយើងត្រូវបង្ហូរចេញឲ្យអស់ហើយយើងដាក់ទឹកថ្មីចូលទៅយើងដោះលាងណាបាទយើងដោះលាងសម្រាប់កូនកង្កែបឬក៏កង្កែបសាច់ឬក៏កង្កែបពូជអីចឹងណាមេពូជអញ្ចឹងណាអញ្ចឹងគឺយើងដោះលាងឲ្យស្អាតហូរទឹកស្អាតហ្នឹងចេញម្ដងទៀតហើយបានយើងតង់យើងហ្នឹងយើងចងវាឲ្យដូចដើមមកហើយបានយើងទឹកឲ្យវានៅបើមិនធ្វើដូច្នោះទេទឹកយើងឆាប់ស្អុយបាទទី1ឆាប់ស្អុយទី2ធ្វើឲ្យក្នុងត្រង់ហ្នឹងមានមេរោគបាក់តេរីអញ្ចឹងទៅធ្វើឲ្យសុខភាពកាយយើងហ្នឹងគឺវាអត់ល្អណាអត់ល្អបាទហ្នឹងហើយអញ្ចឹងវីដេអូមួយហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេហើយប្រហែលថ្ងៃនេះខ្យល់ខ្លាំងខ្យល់លឹមឡើងខ្យល់អានេះទឹកតែធ្វើទេហើយវាចង់ធ្លាក់អាយ៉ាទៀតហើយអញ្ចឹងយើងត្រូវតែចងវាម្ដងទៀតឲ្យវាស្អាតណាបាទចងម្ដងទៀតបាទប៉ុន្តែអានេះរៀងដូចថាយើងចងទៅវាមិនសូវស្អាតអីក៏មិនអីដែរឲ្យតែបាំងមកលុបបានណាបាទតែបើថាយើងធ្វើឲ្យស្អាតទេវាកាន់តែល្អណាកាន់តែល្អកាន់តែប្រសើរបាទនេះតង់របស់យើងហ្នឹងគឺទាំងអស់ហ្នឹងគឺវាទំហំហ្នឹងគឺ4x6បាទតង់ទាំងអស់គឺ4x6ទាំងអស់ណាបាទហ្នឹងហើយហើយតង់នេះតង់មួយនេះលិចបាទលិចប៉ុន្តែយើងដាក់ទឹកប្រហែល 2-3 ដងទៅវាចាប់ផ្ដើមលេងសូវជ្រាបវាលិចហ្នឹងគឺវាមិនមានប្រហោងគឺវាជ្រាបភាសាតង់នេះយើងដាក់ជាឆ្នាំទី2ហើយអញ្ចឹងណាអញ្ចឹងវាមានលិចជ្រាបបាទហើយមួយទៀតនៅក្នុងការថែទាំតង់អញ្ចឹងគឺយើងដាក់ដបូលមានស្បាយមានស្បាយនេះណាមានស្បាយហ្នឹងប្រក់គឺល្អហើយមួយទៀតគឺយើងដាក់ទឹកកុំឲ្យក្នុងតង់ហ្នឹងអត់ទឹកកាលណាពន្លឺថ្ងៃប៉ះមកចំនឹងតង់ផ្ទាល់អត់មានដបូលហើយអត់មានទឹកទៀតគឺបញ្ហាវាឆាប់ខូចយើងដាក់បានតែមួយឆ្នាំទេអាតង់យើងតង់កូរ៉េនេះណាប៉ុន្តែបើសិនជាយើងដាក់ទឹកហើយមានដបូលប្រក់ស្បាយចេះទៀតគឺយើងទុកអាចរហូតបាន3ឆ្នាំបាទ3ឆ្នាំអាស្រ័យលើការថែទាំរបស់យើងទេអាហ្នឹងណាតែបើយើងដាក់ចោលតាមសមាជីវោតាមធម្មតាអញ្ចឹងទៅអាហ្នឹងគឺយើងដាក់បានតែមួយឆ្នាំទេអញ្ចឹងណា
បាទហ្នឹងហើយណែបងប្អូនចឹងវីដេអូហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេខាតចេញវីដេអូយូរហើយដោយសារថារដូវរងាហ្នឹងគឺយើងមិនមានការបង្កាត់មិនមានការចិញ្ចឹមសាច់ចំអីច្រើនជាដុំកពួនទេបាទដោយសារជារដូវដែលកង្កែបនេះគឺវាផុតពងណាបាទផុតពងហើយពពងការចិញ្ចឹមក៏មានការធំយឺតវាធ្វើស៊ីចំណីកង្កែបវាជាសត្វដែលចាញ់ត្រជាក់ណាចាញ់ត្រជាក់បាទហ្នឹងហើយហ្នឹងហើយអញ្ចឹងប្រិមិត្តខ្ញុំវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេសូមជម្រាបលាប្រិមិត្តប៉ុណ្្នឹងសិនហើយចាំជួបគ្នានៅវីដេអូក្រោយៗទៀតបាទយើងចាប់ពីខែ2នេះទៅគឺបងប្អូនយើងចាប់ផ្ដើមប្រកាសបានហើយណាបាទតែខ្ញុំអីហ្នឹងផ្ដើមដាក់ប្រកាសមានកូនមានអីអញ្ចឹងណាបាទហ្នឹងហើយអញ្ចឹងអរគុណច្រើនបងប្អូនជួបគ្នាវីដេអូក្រោយ